បេះដូងម៉ែស្នេហ៍កូនជានិច្ចវាយកបក់បោកយំសោកទួញអាល័យបេះដូងម្ដាយថ្លៃស្ទើរតែលោតចេញមកក្រៅទៅហើយព្រោះតែចិត្តអំណត់តស៊ូមិនខ្លាចនឿយហត់ឡើយកូនរស់រៀនមានជីវិតធំដឹងក្តីឡើងកូនមិនបានដឹងទេថាជីវិតម៉ែលំបាកដល់កម្រិតណានោះសេចក្តីសង្ឃឹមរបស់ម៉ែឥឡូវនេះប្រែទៅជាសាបសូន្យអស់ទៅហើយកូនអើយតើកូនមានយល់ចិត្តម៉ែខ្លះទេម៉ែបង្កើតកូនមកមិនចង់ឲ្យកូនទទួលរងនៅការលំបាកឡើយប៉ុន្តែពេលនេះកូនមានមុខមាត់ធំដុំក្នុងសង្គមគេទទួលស្គាល់ច្រើនល្បីល្បាញរហូតកូនភ្លេចគ្រាលំបាកអស់ហើយតើឲ្យម៉ែសង្ឃឹមអ្វីទៀតបើកូនទៅជាបែបនេះទៅហើយនោះសត្វលោកទាំងអស់មិនសូវខុសគ្នាប៉ុន្មានទេឲ្យតែមានបុណ្យស័ក្តិខ្ពស់ដឹងតែភ្លេចគ្រាកំសត់អស់ហើយប្រៀបដូចជាកូនយ៉ាងនឹងដែរកូននៅតូចម្ដាយបំរើកូនមិនខ្លាចនឿយហត់មិនដឹងយប់ថ្ងៃទេធ្វើយ៉ាងម៉េចឲ្យតែកូនមានសេចក្តីសុខម៉ែសប្បាយចិត្តណាស់ទៅហើយតែពេលកូនធំឡើងរៀនបានខ្ពង់ខ្ពស់មានការងារធ្វើគ្រប់គ្រាន់កូនមិនខ្វល់មិនមកអើតឪពុកម្ដាយឡើយកូនមិនដឹងទេថាកូនធ្វើបែបនេះទ្រង់ឪពុកម្ដាយសែនខ្លោចផ្សាណាស់រកនិយាយអ្វីមិនចេញទេចុងក្រោយមានតែទឹកភ្នែកស្រក់មកតែប៉ុណ្ណោះប៉ុន្តែទោះបីជារឿងនឹងកើតឡើងអញ្ចឹងក៏ដោយសម្រាប់បេះដូងឪពុកម្ដាយនៅតែស្នេហ៍កូនជានិច្ចមិនអាចបោះបង់កូនចោលឡើយធ្វើម្ដេចបើជាកម្មរបស់ម៉ែបានសាងពីជាតិមុនមកតែកូនត្រូវយល់ថាជាតិនេះកូនធ្វើបាបអ្នកមានគុណឲ្យក្រំគ្រាដួងចិត្តដល់ថ្ងៃក្រោយឬជាតិមុខកូនមិនអាចកិច្ចផុតអំពីបាបកម្មមួយនេះបានឡើយកូនដាំស្វាយចេញផលមកស្វាយកូនដាំដូងចេញផលមកក៏ដូងមិនមែនដាំស្វាយចេញផលមកដូងនោះទេយ៉ាងណាមិញកូនធ្វើបាបឪពុកម្ដាយខ្លួនឯងយ៉ាងណាជាតិក្រោយទៅកូនក៏ទទួលរងនៅអំពើទាំងអស់នោះវិញដែរបេះដូងម៉ែទោះឈឺប៉ុណ្ណឹងក៏ដោយក៏ម៉ែមិនភ្លេចអនុស្សាវរីយ៍ទាំងឡាយអំពីអតីតកាលដែរគឺម៉ែបានផ្ដិតរូបភាពទាំងនោះក្នុងដួងហឫទ័យរបស់ម៉ែលុះថ្ងៃម៉ែសូន្យសង្ខារលាចាកលោកទៅអក្ខរាចុងក្រោយរបស់ម៉ែមានតែជូនពរកូនឲ្យបានសុខសប្បាយគ្រប់កាលតទៅមុខដួងចិត្តម៉ែគ្រប់រូបមិនខុសគ្នាទេទោះបីខឹងកូនយ៉ាងណាក៏ម៉ែមិនចោលកូនដែរព្រោះជាកូនដែលកើតចេញពីផ្ទៃរបស់ម៉ែផ្ទាល់ម៉ែសែនឯកាឈឺផ្សាខ្លាំងណាស់កូនអើយម៉ែចាស់មិនមែនក្មេងឡើយពីដើមម៉ែខំគ្មានពេលស្រាក់ស្បើយព្រោះកូននឹងហើយជាជីវិតម៉ែកាលគ្រាកំសត់អំណត់ស៊ូទ្រាំបែកញើសជោគជាំក្រោមពន្លឺខែដើម្បីមាសស្ងួនម៉ែមិនត្អូញទេទោះក្តៅរងាវេទនាក៏ដោយឥឡូវកូនធំសំរុំមានឈ្មោះកូនបំភ្លេចអស់ធ្វើរឹកកន្តើយបោះបង់ម៉ែចោលគ្មានគិតសោះឡើយអោមាសត្រានត្រើយម៉ែសែនខ្លោចផ្សាកូនអើយចាំចុះកំហុសទាំងឡាយកូនធ្វើដាក់ម្ដាយឲ្យរងកម្មមាកម្មនោះនឹងវិលទៅរកជីវាមិនភ្លេចឡើយណាដាំអីបាននឹងកូនធ្វើបែបនេះពិតជាមិនសមមានទោសយ៉ាងធ្ងន់រស់ខ្វះទីពឹងឲ្យព្រាត់គ្រួសារជីវាត្រូវដឹងរឿងទាំងអស់នឹងពឹងលើលិខិតសំណោកអក្ខរាម៉ែចាប្រាប់កូនរំលឹកមាសស្ងួនឲ្យដឹងការពិតកុំកាត់កូនចោលយកទោសជាមិត្តសូមមាសស្នេហ៍ស្និទ្ធរិះគិតឲ្យប៉ិនបើគិតខុសហើយត្រានត្រើយត្រូវធ្លាក់ជួបនឹងអន្ទាក់លំបាកលំបិនជាតិនេះសប្បាយคล้ายជាសុបិនជាតិក្រោយបាបមិនຕົកឱកាសឡើយម៉ែសូមឲ្យកូនភ្ញាក់ខ្លួនមកវិញកុំរស់តោមនិញឃ្លាតពីកោះត្រើយកូនមានចាំទេគ្រាទុកអត់ស្បើយឥឡូវត្រានត្រើយមិនទុកទៀតទេ